នៅទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃទី7ដល់ថ្ងៃទី9ខែមិនិនានឹងមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី 10% ទៅ 20%។ ,ភ្នំពេញ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា របបខ្យល់មូសុងឥសានជាមួយសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា ក្រសួងបានបញ្ជាក់ថាស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី7ដល់ថ្ងៃទី9ខែមិនិនាឆ្នាំ2025នៅតំបន់វាលទំនាប ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាមត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្ដាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី 15%ចំណែកនៅតំបន់ខ្ពង់រាប ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ និងមណ្ឌលគិរីអាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី 10%រីឯតំបន់មាត់សមុទ្រ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី 20%។